ចូលមកដល់ឆ្នាំម្សាញ់ឆ្នាំម្សាញ់មានលក្ខណៈធាតុឈើពងមនុស្សប្រុសស្រីឯណាដែលកើតឆ្នាំម្សាញ់នេះនាមពោះវែកពងមនុស្សប្រុសធាតុឈើតាមក្បួនបុរាណចារ្យរបស់យើងលោកបានទីទុកមកថាជាមនុស្សច្រើនអភ័យច្រើនអភ័ព្វក្នុងការជួយយកអាសាគេចូលចិត្តចរចាពាក្យច្រើនឥតប្រយោជន៍ធ្វើការច្រើនខ្ជះខ្ជាយជាមនុស្សដែលគេមិនសូវអើពើរាប់អានតែបើសិនជាគេរាប់អានរោគរាក់ទាក់នោះគឺច្បាស់ជាគេសម្លឹងឃើញលៀបសក្ការៈអ្វីមួយពីបកគោនោះហើយបើសែបគប់ជាមួយអ្នកធំនឹងបានផលជាមធ្យមនេះគឺជាលក្ខណៈរបស់ឆ្នាំម្សាញ់ភាគច្រើនជាមនុស្សជួយយកអាសាគេចូលចិត្តនិយាយចរចាច្រើនតែឥតប្រយោជន៍ធ្វើការច្រើនខ្ជះខ្ជាយជាមនុស្សមិនសូវចូលចិត្តការរាប់អានច្រើនតែបើរាប់អានគេគឺសម្លឹងមើលតែផលប្រយោជន៍អ្វីមួយពីបុគ្គលនោះបើសែបគប់ជាមួយអ្នកធំនឹងបានផលមធ្យមធ្វើការរាជការមិនសូវល្អទេទ្រព្យសម្បត្តិល្អមធ្យមតែចិត្តកំណាញ់បន្តិចតែមុននឹងឲ្យត្អូញត្អែបែរទៅជាមុនសិននេះគឺជាលក្ខណៈរបស់បុរសស្ត្រីណាដែលកើតឆ្នាំម្សាញ់